chẳng này tắc này ai chơi bị đàn máu chẳng ban đây tha chọp rủi ro chẳng này tắc này anh mới bán bà sơn bà này tắc này trong bật bạc chẳng này tắc này ai chơi tròn chìm lợi như máu cứ confirm bật chẳng này tắc này anh mới bán này tắc này ai bị chi bật bạc cả tam tu sắp lại bàn ba đã suốt đây tắc này thanh nghiệp mà trong hai nhàวันนี้មាននៅក្នុង stock ស្រាប់ហើយtrong haiជួនអ្នកតគ្នាអញ្ចឹងអ្នកតគ្នាអាចមើលបាននៅក្នុងនេះប្រតិទិន Wi-Fi ដែលបង្ហាញតាក់ទងនឹង kilowatt មកក្នុងការប្រើប្រាស់ធម្មពលអគ្គិសនីរបស់យើងហើយនឹងបង្ហាញតាក់ទងនឹងតម្លៃចរន្តនិងតម្លៃតង់ចុងនិងតម្លៃចរន្តជ្រាបហើយអាចបញ្ជាបិទបើកតាមទូរស័ព្ទដៃបានហើយនឹងអាចមើលទិន្នន័យតាមទូរស័ព្ទដៃបានផងដែរហើយប្រតិទិន Wi-Fi នេះមួយតម្លៃត្រឹមតែ$14អញ្ចឹងតាមនៅក្នុងនេះមានអ្វីខ្លះនិងវាមានមុខងារនិងរបៀបនៃការប្រើប្រាស់យ៉ាងដូចនេះយើងនឹងបង្ហាញជូនអ្នកតគ្នាអញ្ចឹងខ្ញុំនឹងបើកប្រអប់មកអ្នកតគ្នាអាចមើលបាននៅក្នុងនេះយើងមានប្រតិទិន Wi-Fi របស់យើងមួយបែបនេះហើយក៏មានតាក់ទងនឹងឯកសារកាតាឡុករបៀបនៃការប្រើប្រាស់ predictor Wi-Fi របស់យើងផងដែរអញ្ចឹងខ្ញុំនឹងមានជាខ្សែភ្លើងនិង pre ដើម្បីភ្ជាប់ភ្លើងដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលបាននៅក្នុងនេះហើយបន្តមកខ្ញុំនឹងបាននេះថាភ្ជាប់ជាមួយនឹងទូរស័ព្ទដើម្បីបញ្ជាបិទបើកនិងមើលទិន្នន័យជូនអ្នកទាំងគ្នាផងដែរអញ្ចឹងអ្នកទាំងគ្នាអាចមើលបាននៅក្នុងនេះបាននេះថាវាមានផ្នែក in បាននេះថាបញ្ចូលភ្លើងប្រភពរបស់យើងពីខាងលើហើយនឹងផ្នែក out របស់វាបាននេះថាភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់អ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងភ្ជាប់មកអញ្ចឹងអ្នកទាំងគ្នាអាចមើលបានអញ្ចឹងនៅក្នុងនេះខ្ញុំនឹងភ្ជាប់ខ្សែប្រភពរបស់យើងបាននេះថាខ្សែ pha មួយ nerd បាននេះថា nerd មួយពីខាងលើបែបនេះអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាភ្ជាប់បែបនេះហើយខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាមើលបានអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាភ្ជាប់ហើយខ្ញុំបាននឹងភ្ជាប់ជាមួយនឹងបាននេះថាខ្សែភ្លើងភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់ពីខាងក្រោមនេះអញ្ចឹងអ្នកទាំងគ្នាអាចមើលបានបែបនេះអញ្ចឹងខ្ញុំនឹងមូលមកអញ្ចឹងអ្នកទាំងគ្នាអាចមើលបាននៅពេលដែលខ្ញុំភ្ជាប់ជាមួយនឹងខ្សែភ្លើងប្រភពបែបនេះហើយភ្ជាប់ជាមួយនឹងខ្សែឧបករណ៍នៃការប្រើប្រាស់ហើយភ្ជាប់តមកខ្ញុំនឹងបើកភ្លើងដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងបានន័យថា predictor Wi-Fi របស់យើង delay បានន័យថានីតិនៅពេលដែលបើកដំបូងអញ្ចឹងបានន័យថាវាការពារជាមួយនឹងឧបករណ៍នៃការបានន័យថា chess ឬក៏បុកលើគីឡូឲ្យជាដើមហើយអ្នកទាំងគ្នាអាចមើលបាននៅក្នុងនេះបង្ហាញតាក់ទងនឹង kilowatt មកក្នុងការប្រើប្រាស់ធម្មពលអគ្គិសនីអ្នកទាំងគ្នាហើយបង្ហាញតាក់ទងនឹងកម្រិតបានន័យថាកម្រិតតង់ចុងនិងបង្ហាញតាក់ទងនឹងកម្រិតចរន្តហើយនឹងបង្ហាញតាក់ទងនឹងចរន្តជ្រាបបានន័យថានៅក្នុងនេះអ្នកទាំងគ្នាអាចមើលបានហើយបន្តមកទៀតអ្នកទាំងគ្នាអាចបានន័យថាភ្ជាប់ជាមួយនឹងទូរស័ព្ទដើម្បីបញ្ជាបិទបើកយ៉ាងដូចម្ដេចអញ្ចឹងអ្នកទាំងគ្នាអាចបានន័យថាមានជាទូរស័ព្ទបែបនេះហើយបន្តមកអ្នកទាំងគ្នាអាចបានន័យថាចូល App Store មកដើម្បី download app មួយដែលឈ្មោះថា Smart Light ដោយសារតែខ្ញុំបាន download ហើយអញ្ចឹងខ្ញុំនឹងបើកដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលបាននៅក្នុងនេះនៅពេលដែលអ្នកទាំងគ្នា download បែបនេះហើយបន្តមកអ្នកទាំងគ្នាអាចចុចអាគ្រីបែបនេះមកហើយបន្តមកត្រង់ចំណុចនេះអ្នកទាំងគ្នាអាចបានន័យថា login ឬក៏ sign up បើសិនបើអ្នកទាំងគ្នាមាន account ហើយអ្នកទាំងគ្នាអាច login មកបើសិនបើអ្នកទាំងគ្នាអត់មាន account ទេអ្នកទាំងគ្នាអាចចាប់ដើមប្រើប្រាស់ដំបូងអ្នកទាំងគ្នាអាច sign up មកជាមួយនឹង email អ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងបានន័យថាវាយ email ដើម្បីបញ្ចូលដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាច confirm វាមកហើយបន្តមកអ្នកទាំងគ្នាអាចចុច password អ្នកទាំងគ្នាមកអញ្ចឹងបើសិនបើវាបានន័យថាខុសបែបនេះអ្នកទាំងគ្នាអាចចុច forget password មកអញ្ចឹងនៅពេលដែល forget password អ្នកទាំងគ្នាអាចចុច get modify code នេះមកអញ្ចឹងវានឹងផ្ញើ code មួយទៅ email អ្នកទាំងគ្នាហើយបន្តមកអ្នកទាំងគ្នាអាចវាយលេខ code នឹងចូលនៅក្នុងនេះមកហើយបន្តមកអ្នកទាំងគ្នាអាចបង្កើតលេខ code ថ្មីដើម្បីបានន័យថាបង្កើត account បានន័យថាអ្នកទាំងគ្នាអាច login ចូលបានន័យថា app smart បានន័យថា smart line នេះបានអញ្ចឹងខ្ញុំដោយសារតែខ្ញុំបានមាន account ហើយអ្នកទាំងគ្នាអាចបានន័យថា login តាម email ដែលខ្ញុំបានប្រាប់ជូនអ្នកទាំងគ្នាបែបនេះមកហើយតមកអ្នកទាំងគ្នាអាច forget វាទៅទទួលបាន password អ្នកទាំងគ្នាអាច login ទៅបង្កើត password មួយដើម្បីមាន account អញ្ចឹងខ្ញុំដោយសារតែខ្ញុំមាន account ហើយអញ្ចឹងខ្ញុំបានន័យថា login តាម account របស់ខ្ញុំមកអញ្ចឹងអ្នកទាំងគ្នាអាចមើលបានន័យថានៅពេលដែលខ្ញុំ បានន័យថា login ចូលបែបនេះវាមានលក្ខណៈបែបនេះហើយបន្តមកអ្នកទាំងគ្នាអាចចុចបានន័យថាសញ្ញា Wi-Fi ត្រង់ចំណុចនេះមកបេតុង Wi-Fi នេះចុចឲ្យជាប់អញ្ចឹងនៅពេលដែលអ្នកទាំងគ្នាអាចមើលបាននៅពេលដែលអ្នកទាំងគ្នាចុចជាប់បែបនេះអញ្ចឹងវានឹងចេញលក្ខណៈបែបនេះអញ្ចឹងអ្នកទាំងគ្នាអាចមើលបានន័យថាវា add បានន័យថា add ជាមួយនឹង device predictor Wi-Fi អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាច add ត្រង់ចំណុចនេះមកអញ្ចឹងវានឹង scan ដើម្បីភ្ជាប់ជាមួយនឹង predictor Wi-Fi អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចបានន័យថាមាន Wi-Fi បានន័យថាភ្ជាប់ជាមួយនឹង Wi-Fi ដើម្បីបញ្ជាបានន័យថាបិទបើកជាមួយនឹង predictor Wi-Fi របស់យើងបានអញ្ចឹងអ្នកទាំងគ្នាអាចដាក់ password Wi-Fi អ្នកទាំងគ្នាមកអញ្ចឹងអ្នកទាំងគ្នាអាចមើលបានគឺវាពងភ្ជាប់បែបនេះអញ្ចឹងអ្នកទាំងគ្នាអាចចុចពាក្យដានមកអញ្ចឹងបានន័យថាភ្ជាប់រួចរាល់អញ្ចឹងអ្នកទាំងគ្នាអាចមើលបានបើសិនបើអ្នកទាំងគ្នាចង់បិទបើកអញ្ចឹងអ្នកទាំងគ្នាអាចចុចត្រង់ចំណុចនេះមកគឺ confirm បិទអញ្ចឹងអ្នកទាំងគ្នាអាចមើលបានអ្នកទាំងគ្នាអាចបញ្ជាបិទបើកតាមទូរស័ព្ទដៃបានអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាចង់បើកវិញអ្នកទាំងគ្នាអាចចុចត្រង់ចំណុចនេះមកអញ្ចឹងវានឹងបិទបើកបញ្ជាបិទបើកតាមទូរស័ព្ទដៃបានបែបនេះអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាចង់កំណត់តាក់ទងនឹងកម្រិតចរន្តឬក៏កម្រិតតង់ចុងឬក៏កម្រិតអ្វីផ្សេងៗអ្នកទាំងគ្នាអាចមើលត្រង់ចំណុចនេះបានចូល setting មក
អ្នកទាំងនេះអាចកំណត់តាក់ទងនឹងបានន័យថាចរន្តជ្រាបឬក៏បានន័យថាចរន្តលើសហើយនឹងតាក់ទងនឹងកម្រិតតង់ខ្យងលើសហើយនឹងបានន័យថាកម្រិតតង់ខ្យងបានន័យថាធ្លាក់ខ្លាំងពេកអ្នកទាំងនេះអាចកំណត់តាមទូរស័ព្ទដៃឬក៏អ្នកទាំងនេះអាចកំណត់តាម predictor Wi-Fi របស់យើងបានផងដែរអញ្ចឹងអ្នកទាំងនេះអាចមើលនៅក្នុងនេះបានន័យថាវាមានការកំណត់ជាច្រើនបានន័យថាកម្រិតបានន័យថាកម្រិតតង់ខ្យងលើស prediction delay ប្រហែលវិនាទីវាបិទបើកឬក៏ delay តង់ខ្យងរបស់យើងធ្លាក់ខ្លាំងពេកប្រហែលវិនាទីវាបើកឬក៏កម្រិតចរន្តរបស់យើងលើសប្រហែលអញ្ចឹងអ្នកទាំងនេះអាចកំណត់នៅក្នុងទូរស័ព្ទដៃអ្នកទាំងនេះអាចបានបែបនេះហើយបន្តមកទៀតអ្នកទាំងនេះអាចមើលនៅក្នុងនេះបានបើសិនបើនេះអ្នកទាំងនេះអាចចុចត្រង់បានន័យថាសញ្ញាបូកនេះអាចចុចត្រង់ចំណុចសញ្ញាបូកនេះក៏បានដែរអ្នកទាំងនេះអាចបានន័យថា add device អ្នកទាំងនេះទៅអញ្ចឹងនៅពេលដែលអ្នកទាំងនេះចេញ scan បែបនេះអ្នកទាំងនេះអាចចុចបេតុងបានន័យថាកន្លែង Wi-Fi នេះជាប់មកអញ្ចឹងនៅពេលដែលចុចជាប់បែបនេះអ្នកទាំងនេះអាច scan បានដូចគ្នាដើម្បីភ្ជាប់ជាមួយនឹងទូរស័ព្ទដៃអ្នកទាំងនេះអញ្ចឹងអ្នកទាំងនេះអាចមើលបានវាមានបានន័យថាឈ្មោះចេញបែបនេះអ្នកទាំងនេះអាច connect ទៅជាមួយនឹង Wi-Fi របស់យើង connect ដូចខ្ញុំបង្ហាញជូនអ្នកទាំងនេះមុនហ្នឹងហើយដាក់ password មកការកំណត់ protector ជាមួយនឹងទូរស័ព្ទដៃគឺវាមានលក្ខណៈបែបនេះហើយបន្តមកទៀតអញ្ចឹងអ្នកទាំងនេះអាចមើលបានគឺការភ្ជាប់របស់យើងរួចរាល់គឺបែបនេះវាមានលក្ខណៈបែបនេះអញ្ចឹងអាស្រ័យទៅលើអ្នកទាំងនេះចង់ភ្ជាប់បែបណាក៏បានដែរហើយបន្តមកគឺវាមានលក្ខណៈបែបនេះឬក៏អ្នកទាំងនេះអាចបានន័យថាបញ្ជាសិទ្ធកំណត់នៅលើ protector Wi-Fi របស់យើងក៏បានដែរអ្នកទាំងនេះអាចចុចបេតុងសិទ្ធនេះមកអញ្ចឹងតើតើនឹងការកំណត់នីតិនៅពេលដែលបានន័យថាភ្ជាប់ឬក៏ដាក់លឿងរបស់យើងហ្នឹងប្រហែលវិនាទីឲ្យវាបានន័យថាបើកអញ្ចឹងអ្នកទាំងនេះអាចកំណត់បាន5វិនាទីឬក៏10វិនាទីអាស្រ័យទៅលើអ្នកទាំងនេះចង់បានហើយបន្តមកតើតើនឹងការបានន័យថាបើកវិញត្រង់ចំណុចនេះប្រហែលវិនាទីដែលអ្នកទាំងនេះចង់បានចុចបេតុងមកអាស្រ័យទៅលើអ្នកទាំងនេះចង់កំណត់ហើយបន្តមកទៀតតាក់ទងនឹងកម្រិតនេះថាកម្រិតតង់ខ្យងរបស់យើងលើសខ្លាំងពេកប្រហែលវ៉ុលដែលអ្នកទាំងនេះចង់កាត់ផ្ដាច់អញ្ចឹងអ្នកទាំងនេះអាចកំណត់បាននៅក្នុងនេះវាមានអាស្រ័យទៅលើអ្នកទាំងនេះចង់បានហើយបន្តមកទៀតតាក់ទងកម្រិតតង់ខ្យងធ្លាក់ខ្លាំងពេកប្រហែលវ៉ុលឲ្យវាកាត់ផ្ដាច់ហើយតាក់ទងនឹងបានន័យថានីតិដែលអ្នកទាំងនេះអាចកំណត់P5 ប្រហែលវិនាទីឲ្យវាបានន័យថាបើក protector របស់យើងឬក៏កាត់ផ្ដាច់ហ្នឹងហើយបន្តមកទៀតអ្នកទាំងនេះអាចកំណត់ទៅអាស្រ័យទៅលើអ្នកទាំងនេះចង់បាន1វិនាទីឬក៏2វិនាទី5វិនាទីអីអាស្រ័យទៅលើអ្នកទាំងនេះចង់បានហើយបន្តមកតើតើនឹងចរន្តដែលអ្នកទាំងនេះអាចបានន័យថាប្រើប្រាស់បាន protector Wi-Fi នេះពី1អាំពែរទៅដល់63អាំពែរអញ្ចឹងអ្នកទាំងនេះអាចកំណត់បានន័យថានៅពេលដែលចរន្តផ្ទះអ្នកទាំងនេះចង់ប្រើប្រាស់ប្រហែលអាំពែរអ្នកទាំងនេះអាចកំណត់ប៉ុណ្ណឹងទៅឬក៏ឲ្យបានន័យថាពេលលើសបានន័យថាវាកាត់ផ្ដាច់អញ្ចឹង32ឬក៏30ឬក៏40 50 63ឬក៏20ឬក៏បានន័យថា10អាំពែរអីអាស្រ័យទៅលើអ្នកទាំងនេះចង់បានហើយបន្តមកទៀតតើតើនឹងការកំណត់ចរន្តរបស់យើងនៅពេលដែលលើសឲ្យវាកាត់ផ្ដាច់ប្រហែលវិនាទីអញ្ចឹងអ្នកទាំងនេះអាចកំណត់បាន1វិនាទីឬក៏5វិនាទីអាស្រ័យទៅលើអ្នកទាំងនេះចង់បានបែបនេះហើយបន្តមកតើតើនឹងចំណុចផ្សេងតើតើនឹងចរន្តបានន័យថាឆ្លងឬក៏ឆក់អីឲ្យវាជ្រាបឲ្យវាកាត់ផ្ដាច់30ឬក៏50មីលីអាំពែរឲ្យវាកាត់ផ្ដាច់អញ្ចឹងអ្នកទាំងនេះអាចសេរីបាននៅក្នុងនេះបានន័យថាសេរីបានអាស្រ័យទៅលើអ្នកទាំងនេះចង់បានអញ្ចឹងបន្តមកទៀតតើតើនឹងចំណុចផ្សេងខ្ញុំបានបង្ហាញជូនអ្នកទាំងនេះរួចរាល់អញ្ចឹង protector Wi-Fi របស់យើងគឺរបៀបនៃការប្រើប្រាស់និងវាមានមុខងារគឺបែបនេះបានន័យថាអ្នកទាំងនេះអាចមើលតាក់ទងនឹងគីឡូភ្លើងរបស់យើងការប្រើប្រាស់ថាមពលអគ្គិសនីរបស់យើងហើយតាក់ទងនឹងបង្ហាញតាក់ទងនឹងកម្រិតតង់ខ្យងកម្រិតអាំពែរហើយនឹងចរន្តជ្រាបហើយនឹងបញ្ជាបិទបើកតាមទូរស័ព្ទដៃពីចម្ងាយដែលភ្ជាប់ជាមួយនឹង Wi-Fi ហើយនឹងអាចបញ្ជាបានន័យថាសេរីកម្រិតចរន្តលើសកាត់ផ្ដាច់អូតូបើកកំណត់វិនាទីហើយនឹងបានន័យថាការពារចរន្តឬក៏តង់ខ្យងលើសខ្លាំងឬក៏ធ្លាក់ខ្លាំងឲ្យវាកាត់ផ្ដាច់អូតូការកំណត់នីតិបិទបើកបានន័យថាវាមានការងាយស្រួលក្នុងការប្រើប្រាស់បែបនេះហើយការពារបានន័យថានៅពេលដែលភ្លើងខ្លាំងមកវាអាចបុកឬក៏ឡើងគីឡូឬក៏ឆេះជាមួយឧបករណ៍របស់យើងហើយយើងអាចមើលទិន្នន័យតាមទូរស័ព្ទដៃរបស់យើងផងដែរហើយតាក់ទង protector Wi-Fi នេះបានន័យថាដូចខ្ញុំបានបង្ហាញជូនអ្នកទាំងនេះអញ្ចឹងខ្ញុំបានមាននៅក្នុង stock ស្រាប់ថ្មី100ថ្មីប្រអប់ 100% ជូនអ្នកទាំងនេះហើយតម្លៃរបស់វាត្រឹមតែ$14បើសិនបើអ្នកទាំងនេះយកទៅប្រើប្រាស់មានចម្ងល់អីអាចសួរខ្ញុំបានបន្ថែមបានហើយតម្លៃរបស់វាត្រឹមតែ$14អញ្ចឹងបើសិនបើអ្នកទាំងនេះចង់បានខ្ញុំបានមាននៅក្នុង stock ស្រាប់បើសិនបើអ្នកទាំងនេះចង់បានអាចតាក់ទងតាមលេខទូរស័ព្ទរបស់ខ្ញុំឬក៏តាមលេខ Telegram ខ្ញុំបាទបានខ្ញុំបាទសូមអរគុណ